ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមនិយាយអំពីប្រវត្តិខ្ញុំមិនបានខ្ញុំអាចមកធ្វើការបានសប្តាហ៍ថ្ងៃហ្នឹងពេលសប្តាហ៍ថ្ងៃហ្នឹងខ្ញុំចូលធ្វើការនៅក្រុមហ៊ុន IT ដែលមុខការងារយើងគឺជាគេហៅថា programmer ភាសាជប៉ុនគេហៅថា programmer ខាង Wireless Code បង្កើតកម្មវិធីនៅក្នុងទូរស័ព្ទអីចឹងហើយខ្ញុំធ្វើការហ្នឹងគឺនៅទីក្រុងតូក្យូហើយជាអ្នកទាំងអស់គ្នាស្ដាប់មកគិតថាឮថាក្រុមហ៊ុន IT នៅទីក្រុងតូក្យូហើយធ្វើខាងផ្នែក programmer ទៀតគិតមកថាខ្ញុំមានសមត្ថភាពខ្លាំងខ្ញុំអស្ចារ្យខ្លាំងអីចឹងអ្នកខ្លះគិតចឹងតែតាមពិតមិនមែនទេខ្ញុំសប្តាហ៍ថ្ងៃហ្នឹងគឺខ្ញុំអត់មានជំនាញខាង IT ទេនៅពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យខ្ញុំចូលធ្វើការក្រុមហ៊ុនហ្នឹងទីបានរយៈពេល2ខែយើងចូលពីខែ4ថ្ងៃទី1មកពេលខ្ញុំរៀនសាកលវិទ្យាល័យគឺខ្ញុំរៀនខាងផ្នែកទេសចរទេតាមពិតពេលខ្ញុំមកប្រទេសជប៉ុនខ្ញុំរៀនភាសាជប៉ុនរយៈពេល1ឆ្នាំយើងរៀនភាសាជប៉ុនរយៈពេល1ឆ្នាំហ្នឹងពេលខ្ញុំបញ្ចប់ការសិក្សារៀនភាសាជប៉ុនចប់ខ្ញុំមិនត្រូវស្វែងរកសាកលវិទ្យាល័យដើម្បីយើងចូលទៅរៀនពេលសាកលវិទ្យាល័យដែលខ្ញុំចូលទៅរៀនហ្នឹងពេលហ្នឹងយើងស្ថិតកំឡុងពេលយើងជ្រើសរើសហើយខ្ញុំនៅម្នាក់ឯងទៀតពេលហ្នឹងខ្ញុំអត់ទាន់ស្រឡាញ់ប្រទេសជប៉ុនទេហើយបងស្រីខ្ញុំគាត់នៅជប៉ុនដែរប៉ុន្តែគាត់នៅឃ្លាតពីខ្ញុំហើយខ្ញុំនៅម្នាក់ឯងទៅធ្វើឲ្យខ្ញុំ stress ច្រើនណាទាំងនៅពេលនេះខ្ញុំអត់ទាន់បកកាយជប៉ុនច្បាស់លាស់ទេហើយខ្ញុំអត់ជឿជាក់ថាខ្លួនឯងអាចនិយាយបានអស្ចារ្យអីចឹងទេយើងអត់ជឿជាក់លើសមត្ថភាពខ្លួនឯងដែលនិយាយជាភាសាជប៉ុននឹងតាមពិតពេលហ្នឹងយើងចង់ចូលសាកលវិទ្យាល័យដែលរៀនខាងផ្នែក IT តាំងពីពេលហ្នឹងមកប៉ុន្តែដោយសារយើងភ័យរឿងវីសាយើងខ្លាចតែយើងតអត់បានមួយទៀតយើងចូលសាកលវិទ្យាល័យយើងត្រូវសម្ភាសដែរយើងត្រូវសម្ភាសនឹងប្រឡងដែរចឹងមិនមែនថាឲ្យយើងចង់ចូលយើងឲ្យតែយើងបង់លុយគឺយើងអាចចូលបានទេជប៉ុនក៏គេយើងឲ្យយើងចូលប្រឡងសិនមុននឹងយើងទៅចូលសាកលវិទ្យាល័យមួយយើងត្រូវប្រឡងថ្ងៃគេកំណត់យើងប្រឡងជាប់បូកជាមួយនឹងយើងសម្ភាសជាប់ដែរមាន2ចំណុចដើម្បីចូលសាកលវិទ្យាល័យបានពេលហ្នឹងខ្ញុំអត់ជឿជាក់លើសមត្ថភាពខ្លួនឯងគិតថាខ្លួនឯងអត់ទាន់ចេះជប៉ុនទេហើយយើងភ័យរឿងវីសាផងទៅក៏បោះបង់លេងជ្រើសរើស IT ហ្នឹងឯងហើយពេលហ្នឹងគឺខ្ញុំយំច្រើនមែនតើខ្ញុំមកប្រទេសជប៉ុនខ្ញុំ stress ច្រើនខ្ញុំអត់ទាន់ស្រឡាញ់ប្រទេសជប៉ុនច្បាស់ហើយបងស្រីខ្ញុំគាត់នៅឃ្លាតពីខ្ញុំទៅខ្ញុំគិតថាខ្លួនឯងអាចធ្វើបានអត់អាចចូលសាកលវិទ្យាល័យខ្ញុំ stress ខ្លាំងមែនតើយំក៏ច្រើនសំបីទេទូរស័ព្ទទេប្រាប់ម៉ាក់ខ្ញុំបងស្រីខ្ញុំថាបើខ្ញុំរៀនចប់សាលាភាសាជប៉ុនហ្នឹងហើយខ្ញុំត្រឡប់ទៅប្រទេសខ្មែរវិញខ្ញុំរៀនសាកលវិទ្យាល័យនៅខ្មែរវិញឯងព្រោះខ្ញុំពេលហ្នឹងដូចហៅថាជាមនុស្សមួយដែលកំសាកខ្លាំងមែនតើហ្មងប៉ុន្តែអ្នកបងស្រីយើងគ្រូសាយើងនៅជប៉ុនគឺល្អយើងបានរៀនសូត្របានខ្ពង់ខ្ពស់ហើយយើងរៀននេះយើងអត់បានបង់លុយខ្លួនឯងព្រោះយើងជាអ្នកក្រប៉ុន្តែមានអាហារូបករណ៍ដែលគេជួយយើងក្នុងការរៀននៅប្រទេសជប៉ុនណាទាំងដែលយើងអត់មានលុយសោះប៉ុន្តែគេជួយយើងបើសិនជាយើងមានសមត្ថភាពយើងអាចបន្តការសិក្សាទៅទៀតអញ្ចឹងទៅក៏សុខចិត្តគឺជាឱកាសមួយក៏សុខចិត្តទ្រាំរៀនតទៀតចុះអញ្ចឹងទៅខ្ញុំក៏ចូលសាកលវិទ្យាល័យតែចូលសាកលវិទ្យាល័យហ្នឹងដោយសារយើងបោះបង់ IT យើងចង់រៀន IT ទាំងនេះតែយើងអត់ហ៊ានអត់ជឿជាក់លើសមត្ថភាពខ្លួនឯងទៅខ្ញុំក៏ជ្រើសរើសផ្នែកទេសចរតាមអ្វីដែលគេប្រាប់ខ្ញុំឪពុកធွာហ្នឹងគាត់ប្រាប់ខ្ញុំថាចង់ឲ្យយើងចូលទេសចរទៅណាមួយពេលទៅខ្មែរវិញទេសចរអាចមានរកការងារបានងាយស្រួលដែរចឹងណាចឹងក៏ជ្រើសរើសយកទេសចរទាំងដែលយើងចាប់អារម្មណ៍លើ IT ប៉ុន្តែយើងអត់មានសមត្ថភាពយើងអត់ជឿជាក់ថាយើងអាចចូលសាកលវិទ្យាល័យដែលរៀន IT នឹងបានទេអញ្ចឹងខ្ញុំបានបោះបង់តាំងពីពេលហ្នឹងមកពេលខ្ញុំចូលរៀនសាកលវិទ្យាល័យខ្ញុំរៀនខាងទេសចរចាប់ពីឆ្នាំទី1រហូតដល់ឆ្នាំទី4ប៉ុន្តែប្រទេសជប៉ុនគេហៅថាគេមានច្បាប់មួយដែលគេនិយាយថាច្បាប់ប្រភេទថាចាប់ពីឆ្នាំទី3ឡើងលើទៅយើងជាសិស្សហ្នឹងយើងត្រូវស្វែងរកការងារប៉ុន្តែយើងធ្វើការលុះត្រាតែយើងបញ្ចប់ការសិក្សាឆ្នាំទី4សិនអញ្ចឹងយើងស្វែងរកការងារចាប់ពីឆ្នាំទី3ចឹងខ្ញុំដោយសារខ្ញុំជាសិស្សសាកលវិទ្យាល័យអញ្ចឹងឆ្នាំទី3ទៅខ្ញុំចាប់ដើមស្វែងរកការងារចេះចុះអញ្ចឹងហើយកំឡុងពេលហ្នឹងខ្ញុំនៅកំសាកទៀតថាដោយសារខ្ញុំរៀនទេសចរហើយខ្ញុំធ្វើការខាងក្រៅម៉ោងខាងផ្នែកសន្តាគារដែរចឹងទៅខ្ញុំគិតថាទី1គឺវីសាយើងអាចយកស្រួលព្រោះខ្ញុំរៀនខាងទេសចរស្រាប់អញ្ចឹងយើងចូលធ្វើខាងសន្តាគារងាយស្រួលក្នុងការយកវីសាទី2ខ្ញុំនឹងងាយខ្ញុំអាហ្នឹងខ្ញុំជឿជាក់ដែរព្រោះខ្ញុំគិតថាខ្ញុំអាចនិយាយភាសាពេលហ្នឹងខ្ញុំរៀនចេះនិយាយជប៉ុនអញ្ចឹងយើងជឿជាក់លើខ្លួនឯងណាអញ្ចឹងគាត់ថាសន្តាគារនឹងងាយស្រួលចូលនឹងឆាប់ប្រឡងឆាប់សម្ភាសជាប់អញ្ចឹងខ្ញុំគិតពីហ្នឹងទៅខ្ញុំកំសាកខ្ញុំអត់ទាន់គិតរឿង IT ទៀតទេតែយើងស្វែងរកការងារយើងដើរពិនិត្យមើលក្រុមហ៊ុនជាច្រើនសន្តាគារជាច្រើនទៅក្នុងកំឡុងពេលដែលយើងស្វែងរកហ្នឹងក៏ចាប់ដើមមានអារម្មណ៍បកក្រោយវិញអារម្មណ៍កាលពីយើងរៀនភាសាជប៉ុនពីមុនណាអារម្មណ៍ថាចង់ចូលធ្វើការនៅក្រុមហ៊ុន IT ប៉ុន្តែពេលហ្នឹងយើងអត់អាចចូល IT បានទេយើងគិតណាចូល IT បានមិនកាត់បើយើងអត់មានសមត្ថភាពអត់មានសមត្ថភាពក្នុងការធ្វើការងារ IT យើងអត់មានជំនាញផ្នែកហ្នឹងហើយក្រុមហ៊ុនជប៉ុនគឺលំបាកខ្លាំង
ពេលកំឡុងពេលស្ថិតនៅស្វែងរកការងារយើងបានមើល YouTube មើលច្រើនមែនតើយើងទិញសភៅតាក់ទងនឹងការងារក៏ច្រើនយើងមើល YouTube ក៏បានយើងមើល YouTube ច្រើនណាតែពេលហ្នឹងខ្ញុំចេះជប៉ុនហើយខ្ញុំបកកាយជប៉ុនហើយអញ្ចឹងទៅរឿងខ្ញុំពេលខ្ញុំមើលខ្ញុំឆែកតែជាភាសាជប៉ុនហើយអញ្ចឹងទៅខ្ញុំឆែកមើលជនជាតិជប៉ុនដែលគាត់ជាសិស្សសាលាដូចយើងអញ្ចឹងដែលរៀននៅសាកលវិទ្យាល័យឆ្នាំទី3គាត់ស្វែងរកការងារគាត់និយាយថាគាត់សម្ភាសធ្លាក់គាត់ធ្លាក់ក្នុងចិត្តក្នុង40 50អីក្នុងចិត្ត80 40 50ក្រុមហ៊ុនអីគាត់ទៅសម្ភាសគាត់ធ្លាក់ទាំងតែគាត់ជាជនជាតិជប៉ុនហើយគាត់ខ្ញុំមិនដឹងថាគាត់សម្ភាសការងារស្អីបានគាត់ធ្លាក់ក្នុង40 50ក្រុមហ៊ុនទាំងគាត់ជាជនជាតិជប៉ុននៅពេលដែលយើងមើលវីដេអូហ្នឹងទៅយើងមានថាចាប់បាត់ហើយចាស់ទ្រាំយើងជាជនជាតិបរទេសទៀតហើយយើងអត់មានជំនាញ IT ទេបើសិនជាយើងស្វែងរកការងារ IT ហ្នឹងដឹងមិនធ្លាក់បាត់ដែរប៉ុន្តែពេលហ្នឹងខ្ញុំចាប់ផ្ដើមគិតទេខ្ញុំធ្លាប់ចង់រៀន IT នៅសាកលវិទ្យាល័យប៉ុន្តែខ្ញុំបានបោះបង់កាលពីខ្ញុំស្ថិតនៅកំឡុងពេលដែលខ្ញុំស្វែងរកសាកលវិទ្យាល័យខ្ញុំបានបោះបង់ IT បាត់ហើយរយៈពេលហ្នឹងទៀតបើសិនជាខ្ញុំបោះបង់ IT ម្ដងទៀតខ្ញុំថាជីវិតខ្ញុំដូចអស់ន័យអញ្ចឹងព្រោះអ្វីដែលយើងរស់នៅកន្លងមកយើងធ្វើតាមគេរហូតមកសំបីមកប្រទេសជប៉ុនគ្រួសារខ្ញុំបូកជាមួយនឹងខ្ញុំមានឱកាសគឺគ្រួសារខ្ញុំអីអ្នកជំរុញខ្ញុំមកប្រទេសជប៉ុននេះពេលហ្នឹងខ្ញុំអត់មានអារម្មណ៍ថាខ្ញុំចង់មកជប៉ុននេះពេលសាកលវិទ្យាល័យទៀតសាកលវិទ្យាល័យហ្នឹងមិនមែនតែសាកលវិទ្យាល័យដែលខ្ញុំចង់ចូលហើយមិនមែនជាមុខជំនាញខ្ញុំចង់រៀនទេប៉ុន្តែពុកធွာខ្ញុំក៏រុញខ្ញុំឲ្យខ្ញុំទៅរៀនទៀតជាចាំគឺអ្វីដែលយើងធ្វើមកកន្លងមកយើងអត់បានធ្វើតាមអ្វីដែលយើងចង់ធ្វើពិតប្រាកដទេយើងធ្វើតែតាមគេរុញរហូតអញ្ចឹងណាប៉ុន្តែថ្ងៃហ្នឹងខ្ញុំចាប់អារម្មណ៍លើខ្ញុំនឹកដល់ការ IT ពីមុនដែលខ្ញុំបានបោះបង់តែថាកំឡុងពេលខ្ញុំស្វែងរកការងារមិនទោះបីថាខ្ញុំអត់មានជំនាញផ្នែក IT ហ្នឹងក៏ពិតមែនប៉ុន្តែខ្ញុំត្រូវតែរកក្រុមហ៊ុន IT ហ្នឹងឲ្យបានខ្ញុំត្រូវតែសម្ភាសឲ្យជាប់ក្រុមហ៊ុន IT មិនថាក្តីសម័យខ្ញុំនឹងពេលខ្ញុំបញ្ចប់សាកលវិទ្យាល័យខ្ញុំនឹងចូលធ្វើការនៅក្នុងក្រុមហ៊ុន IT តែម្ដងខ្ញុំបានសម្រេចចិត្តនឹងខ្ញុំថាទោះបីមិនក៏ដោយណាអញ្ចឹងទៅយើងស្វែងរកផងពីចុងប្រទេសជប៉ុន IT ក៏ដោយដែរឥឡូវយើងគិតមើលចាជនជាតិបរទេសទី1ជនជាតិបរទេសទី2អត់មានជំនាញ IT តើគេចង់បានយើងអត់តើក្រុមហ៊ុននៅប្រទេសជប៉ុនគេចង់បានយើងអត់ក្រុមហ៊ុនមួយគេចង់បានអ្នកមានជំនាញជាពិសេសតែម្ដងគឺក្រុមហ៊ុន IT នៅប្រទេសជប៉ុនគឺជាក្រុមហ៊ុនដែលគេត្រូវការអ្នកមានជំនាញខ្ពស់គេត្រូវការអ្នករៀនខ្លាំងអញ្ចឹងទៅបើសិនជាគេសម្ភាសមកគេឃើញអ្នកបរទេសផងយើងអត់មានជំនាញផងអត់មានអ្នកណាគេចង់បានយើងទេប៉ុន្តែខ្ញុំបានសម្ភាសច្រើនក្រុមហ៊ុនដែរសម្ភាសប្រហែលជា10ក្រុមហ៊ុនដែរ10ក្រុមហ៊ុនហ្នឹង10ក្រុមហ៊ុនដូចជា13ក្រុមហ៊ុនដែលខ្ញុំសម្ភាសកំឡុងពេលដែលខ្ញុំស្ថិតនៅនិស្សិតឆ្នាំទី3ហ្នឹង13ក្រុមហ៊ុនដូចជាមាន3ក្រុមហ៊ុនដែលខ្ញុំជាប់ប្រទេសជប៉ុនមានសម្ភាសច្រើនណាស់មិនមែនថាដូចមួយក្រុមហ៊ុនអញ្ចឹងយើងសម្ភាសប្រហែលជា2ទៅ3ដងមិនមែនថាសម្ភាសម្ដងជាប់ហើយគឺចូលបានភ្លាមមកអត់ទេសម្ភាសលើកទី1សម្ភាសដូចជាមួយអ្នកឋានៈទាបអញ្ចឹងណាសម្ភាសលើកចុងក្រោយគេអស់សម្ភាសជាមួយមេក្រុមហ៊ុនតែម្ដងហ្មងអញ្ចឹងទៅខ្ញុំសម្ភាសចំនួន13ក្រុមហ៊ុនមានតែ2ក្រុមហ៊ុនដែលខ្ញុំជាប់សាហាវខ្ញុំជាប់ឡើងរហូតអញ្ចឹងណាយើងឡើងតង់ច្រើនតង់អញ្ចឹងបើក្រុមហ៊ុន11ក្រុមហ៊ុនគឺខ្ញុំសម្ភាសធ្លាក់ប្រាប់ហើយយើងធ្លាក់ហើយតែមានតែ2ក្រុមហ៊ុន2ក្រុមហ៊ុនហ្នឹងក្រុមហ៊ុនមួយហ្នឹងតែខ្ញុំជាប់ឥឡូវដែលខ្ញុំអាចធ្វើការបានសប្តាហ៍ថ្ងៃហ្នឹងពេលខ្ញុំជាប់ក្រុមហ៊ុនហ្នឹងទៅក្រុមហ៊ុនមួយទៀតដែលខ្ញុំកំពុងស្ថិតនៅក្នុងកំឡុងពេលសម្ភាសហ្នឹងខ្ញុំក៏បានបោះបង់ខ្ញុំឈប់ទៅសម្ភាសវិញព្រោះខ្ញុំចាប់អារម្មណ៍លើក្រុមហ៊ុនថ្មីដែលខ្ញុំកំពុងជាប់ឲ្យខ្ញុំធ្វើការសប្តាហ៍ថ្ងៃហ្នឹងឥឡូវខ្ញុំសម្ភាសជាប់ហ្នឹងពេលយ៉ាងមិនគ្រប់ប្រធានក្រុមហ៊ុនហ្នឹងក៏យកខ្ញុំទាំងខ្ញុំអត់មានជំនាញខាង IT ពេលខ្ញុំតាមខ្ញុំគិតចឹងទៅទី1គាត់មើលពេលយើងសម្ភាសការងារហ្នឹងគាត់សួរយើងគាត់មើលអត្តចរិតយើងទី1គាត់មើលអត្តចរិតយើងជាមនុស្សបែបណាក្នុងកំឡុងពេលស្ថិតនៅយើងកំពុងសម្ភាសជួបតែម្ដងតែគាត់បដិសេធគាត់មើលអត្តចរិតយើងពេលជួបហ្នឹងតែខ្ញុំសម្ភាសតាមអនឡាញទេទី1គាត់មើលអត្តចរិតរបស់យើងទី2តើយើងអាចនិយាយភាសាជប៉ុនបានអត់អាហ្នឹងខ្ញុំរួចហើយខ្ញុំឃ្លៀហើយទី3គឺមើលបទពិសោធន៍កន្លងមកខ្ញុំបានធ្វើអ្វីខ្លះទោះបីខ្ញុំអត់មានជំនាញពិតមែនប៉ុន្តែបើសិនជាខ្ញុំកន្លងមកខ្ញុំបានព្យាយាមខ្លាំងខ្ញុំមានបទពិសោធន៍ច្រើនខ្ញុំពុះពៀជំនាញឧបសគ្គច្រើនអញ្ចឹងទៅទោះបីខ្ញុំធ្វើខាង IT ដែលខ្ញុំអត់មានជំនាញហ្នឹងប៉ុន្តែយើងអាចរៀនសូត្របានយើងចូលក្រុមហ៊ុននឹងភ្លាមយើងអាចរៀនសូត្របានយើងអាចខំប្រឹងយូរទៅអាចខ្លាយទៅអ្នកឆ្នើមខាង IT ដែរអញ្ចឹងគាត់មើលចំណុចហ្នឹងដែរចាំក្រុមហ៊ុនក៏អញ្ចឹងដែរក្រុមហ៊ុនពេលគេជ្រើសរើសបុគ្គលិកមកគេដូចដាក់ទុនលើយើងយ៉ាងពុយក៏ពេលជ្រើសរើសយកយើង
ត្រូវចំណាយលុយបងប្រាក់ខែយើងថតប៉ុន្តែឧទាហរណ៍បើសិនជាយើងចូលទៅដូចពេលសម្ភាសយើងកុហកគេយើងអត់ចរិតយើងធ្វើល្អប៉ុន្តែពេលយើងចូលធ្វើការនៅក្នុងក្រុមហ៊ុនទៅជាអន់ចរិតទៅជាខ្ជិលទៅជាមនុស្សដែលមិនស័ក្តិសមជាបុគ្គលិកក្រុមហ៊ុនមួយចឹងក្រុមហ៊ុននឹងមានខាតតុនដែលជ្រើសរើសយកយើងប៉ុន្តែក្រុមហ៊ុនមួយប្រធានក្រុមហ៊ុនគេពិនិត្យមើលអត្តចរិតយើងគេសុខចិត្តដាក់តុនមកលើយើងគេជឿជាក់ថាយើងហ្នឹងទោះបីយើងជាជនជាតិបរទេសប៉ុន្មានប៉ុន្តែអត់ជនជាតិបរទេសនឹងយើងអត់មានជំនាញខាង IT ប៉ុន្មានប៉ុន្តែគេចង់យកយើងទៅគេនឹងជឿជាក់ថាមួយឆ្នាំក្រោយ2ឆ្នាំក្រោយនៅពេលដែលយើងធ្វើការនឹងហើយយើងនឹងមានសមត្ថភាពយើងនឹងអាចរកប្រាក់ចំណូលបានច្រើនចូលទៅក្រុមហ៊ុនវិញចឹងទៅបានប្រហែលជាគ្រប់បានក្រុមហ៊ុនបានប្រធានក្រុមហ៊ុនសប្តាហ៍ថ្ងៃឥឡូវគាត់ជ្រើសរើសខ្ញុំឲ្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់នឹងនិយាយរឿងតដាក់តដានអាហ្នឹងទី1ពេលខ្ញុំស្វែងរកមួយទៀតសាច់រឿងមួយទៀតពេលខ្ញុំរៀនចប់កំឡុងពេលដែលសាកលវិទ្យាល័យឆ្នាំទី4និស្សិតឆ្នាំទី4ហើយពេលនិស្សិតឆ្នាំទី3ហ្នឹងចិត្តចូលនិស្សិតឆ្នាំទី4ហ្នឹងខ្ញុំបានជាប់ការងារដែលខ្ញុំធ្វើសប្តាហ៍ថ្ងៃនឹងហើយអញ្ចឹងទៅខ្ញុំក៏ជប់ស្វែងរកការងារទៅចូលដល់ចិត្តបញ្ចប់ការសិក្សាហ្នឹងវាដល់វគ្គយើងត្រូវដូរវីសានៅប្រទេសជប៉ុនកំឡុងពេលដែលដូរវីសានៅប្រទេសជប៉ុនហ្នឹងគឺ stress ខ្លាំងមែនតើមានអាហ្នឹងភាពលំបាកមួយទៀតគឺដោយសារយើងភ័យអាចារ្យដោយសារយើងទោះបីយើងក្រុមហ៊ុន IT គេឲ្យយើងជាប់ប៉ុន្មានប៉ុន្តែស្ថានទូតខាងប្រទេសនិងច្បាប់ប្រទេសនិងស្ថានទូតហ្នឹងតើគេនឹងយល់ព្រមឲ្យយើងឲ្យកាត់វីសាដើម្បីយើងចូលធ្វើការនៅ IT អត់มันប្រកាសថាយើងជាប់ IT ប៉ុន្មានជាប់ IT ក្រុមហ៊ុន IT ប៉ុន្មានប៉ុន្តែมันប្រកាសថាយើងបានវីសាហ្នឹងដើម្បីធ្វើការហ្នឹងឯងពីព្រោះអ្វីដែលយើងរៀនទី1គឺផ្នែកទេសចរទី2យើងអត់បានរៀន IT កន្លងមកទេអញ្ចឹងមានអារម្មណ៍ថាគូស្តេះហ្នឹងមួយទៀតប៉ុន្តែខ្ញុំថាខ្ញុំគិតក្នុងចិត្តណាយើងអត់ទាន់បានដាក់ពាក្យសុំទេយើងអត់ទាន់បានដាក់ពាក្យសុំតែបើយើងបោះបង់យើងឈប់ទាំងនេះយើងជាប់ក្រុមចុះសម្ភាស IT ហ្នឹងហើយយើងឈប់យើងទៅបដូរយកទៅស្វែងរកការងារថ្មីដែលតាក់ទងសន្តាគារខាងទេសចរហ្នឹងតែចាំគឺជីវិតខ្ញុំដូចអស់ន័យខ្លាំងអញ្ចឹងទោះបីចឹងខ្ញុំសុខចិត្តថាទោះបីមានភាគរយច្រើនមែនតើដែលខ្ញុំអាចអត់យកវីសាហ្នឹងអត់បានបើយើងយកវីសាហ្នឹងអត់បានយើងក៏អត់មានសិទ្ធិរស់នៅប្រទេសជប៉ុនហើយយើងក៏អត់អាចធ្វើការនៅក្រុមហ៊ុន IT ហ្នឹងបានដែរតែពេលហ្នឹងយើងចង់បោះបង់ប៉ុន្តែយើងអាចបោះបង់បានព្រោះកន្លងមកយើងបានបោះបង់ច្រើនខ្លាំងហើយតែខ្ញុំសុខចិត្តជំនះថាអ្វីដែលទោះបីគេបដិសេធយើងអត់ឲ្យវីសាយើងក៏ខ្ញុំសុខចិត្តទទួលយកដែរយើងគិតចឹងណាប៉ុន្តែអ្នកជុំវិញខ្លួនយើងគ្រូអីចំអ្នកជុំវិញដែលស្គាល់ខ្ញុំដែលចិត្តស្និទ្ធជាមួយខ្ញុំទាំងអស់ហ្នឹងក្រៅពីគ្រូសាបងប្អូនមួយអ្នកជុំវិញដែលជាមិត្តភក្តិជាគ្រូមករៀនអីហ្នឹងគាត់ជំរុញខ្ញុំឲ្យទៅស្វែងរកការងារខាងសន្តាគារឬមួយខាងទេសចរទាំងគាត់យល់ពីអារម្មណ៍ខ្ញុំថាខ្ញុំចង់ធ្វើការនៅ IT ប៉ុន្តែគាត់បារម្ភពីខ្ញុំខ្លាចខ្ញុំយកវីសាបានច្រើនមែនតើច្រើនដងណាស់គាត់អាសានិយាយរហូតមានមនុស្សច្រើនដែលអត់ដេញខ្ញុំឲ្យខ្ញុំទៅធ្វើទៅស្វែងរកការងារខាងទេសចរហ្នឹងខាងទេសចរព្រោះខ្ញុំរៀនខាងទេសចរខ្លាចខ្ញុំយកវីសាបានក៏ភ័យថាចេះបើសិនជាយើងយកវីសាបានខ្ញុំមិនត្រូវត្រឡប់ទៅប្រទេសចឹងសុខចិត្តយកវីសាបានសិនហើយចាំយើងធ្វើការបណ្ណាយើងគិតពីអ្វីដែលយើងចង់ធ្វើបណ្ណាគាត់ប្រាប់ខ្ញុំចឹងអាហ្នឹងទាំងគ្រូសាកលវិទ្យាល័យដែលគាត់មានជំនាញផ្នែកហ្នឹងគាត់ប្រាប់ខ្ញុំចឹងដែរប៉ុន្តែខ្ញុំអត់សុខចិត្តទេខ្ញុំថាទោះបីភាគរយដែលខ្ញុំបានវីសាតិចក៏ពិតមែនប៉ុន្តែខ្ញុំសុខចិត្តដាក់ពាក្យព្រោះយើងអត់ទាន់ដាក់ពាក្យយើងបោះបង់មិនកើតខ្ញុំសម្រេចចិត្តចឹងណាហើយពេលនេះខ្ញុំ stress ច្រើនព្រោះម្នាក់ប្រាប់ខ្ញុំឲ្យខ្ញុំដូរការងារអត់ឲ្យខ្ញុំរើស IT ទៀតទៅបីយើងជាប់ក្តៅដែរព្រោះភ័យខ្លាចយកវីសាបានចឹងណា stress ច្រើនហើយមួយថ្ងៃគិតតែបនលោកតាផុនបងអីហងតែទីបំផុតដោយសារខ្ញុំបានជំនះចឹងខ្ញុំសុខចិត្តទទួលយកការពិតខ្ញុំថាទោះបីគេបដិសេធខ្ញុំក៏ខ្ញុំទទួលយកដែរប៉ុន្តែឥឡូវទីបំផុតខ្ញុំអាចយកវីសាផ្នែក IT នឹងបានហើយខ្ញុំឥឡូវគឺសប្តាហ៍ថ្ងៃខ្ញុំបានចូលធ្វើការនៅក្រុមហ៊ុនហ្នឹងបានរយៈពេល2ខែហើយចាំគឺថាតើតើយើងជំនះយើងហ៊ានបថុយប៉ុន្តែមិនប្រកាសថាការបថុយរបស់យើងគឺនឹងបានជោគជ័យរហូតទេប៉ុន្តែសុខចិត្តខ្ញុំថាបើសិនជាខ្ញុំកំសាកខ្ញុំអត់យកអញ្ចឹងមានអារម្មណ៍ថាមានថាការសោកស្ដាយពីមុនកន្លងមកខ្ញុំបានបោះបង់ហើយ